ជោគជ័យមិនមែនគេធ្វើការលេងលេងទេណាបងប្អូនមិនមែនគេធ្វើមួយថ្ងៃហ្នឹងមួយខែក្រោយបានគេធ្វើទៀតគេទទួលបានលទ្ធផលទេណាគេអត់ធ្វើអញ្ចឹងទេគេប្រឹងណាស់គេយកចិត្តទុកដាក់ណាស់គេស្រាវជ្រាវណាស់តម្រាំគេទទួលបានលទ្ធផលតម្រាំគេទទួលបានលាភជោគជ័យហើយគេមិនធ្វើត្រឹមតែ2ខែ3ខែគេទទួលបានលទ្ធផលអ្នកខ្លះគេចំណាយពេលរហូតដល់5ឆ្នាំ6ឆ្នាំរហូតដល់10ឆ្នាំបានគេឃើញភាពជោគជ័យរបស់គេក្នុងការងារយើងគ្រាន់តែធ្វើបានមួយខែ2ខែអូខ្ញុំមិនអាចទៅរួចខ្ញុំមិនអាចធ្វើបានតាមអីគេមានសមត្ថភាពតាមអីគេមានបនតាំងពីជាតិមុនអស់លៀបចំណាងគេអានឹងយើងមិនអាចនិយាយចឹងបានទេណាបងប្អូនកាលណាយើងនិយាយចឹងវាប្រៀបបានដូចដាក់សម្ពាធដាក់គំនិតអវិជ្ជមានចូលមកក្នុងខ្លួនរបស់យើងតែហ្មងនៅកន្លែងនេះអញ្ចឹងរៀបចំផែនការរៀបចំយុទ្ធសាស្ត្ររៀបចំប្លង់ជីវិតខ្លួនឯងសារឡើងវិញទាំងខ្លួនបុគ្គលដែលជោគជ័យគឺជាបុគ្គលដែលមានគោលដៅគឺគេបាន set goal គេបានកំណត់នៅគោលដៅថា3ឆ្នាំ5ឆ្នាំ10ឆ្នាំទៅមុខទៀតគេចង់សម្រេចបានអ្វីនៅក្នុងជីវិតរបស់គេអញ្ចឹងគេមានស្មារតីផ្ដោតគឺផ្ដោតលើគោលដៅអាហ្នឹងគឺសម្រាប់អ្នកដែលមានគោលដៅលុយដែលរកបានកុំអាលយកទៅខ្ជះខ្ជាយលើការផឹកស៊ីកុំអាលយកទៅខ្ជះខ្ជាយលើល្បែងកុំយកទៅខ្ជះខ្ជាយទៅលើរឿងសម្ភារៈនិយមអត់តន់ចំណេញទេអត់តន់ចំណេញកុំធ្វើអង្កែបក្នុងដូងចេះតដែលធ្វើតដែលបានតែប្រាក់ខែតដែលពោះប៉ុណ្ណាទៀបប៉ុណ្ណាយើងអត់ដែលទៅសុំលុយគេចាយទេកុំដាក់ខ្លួនរហូតតតែគេជន់ក្បាលយើងខ្ពស់ណាស់នៅលើកកុំរកគេជន់បានលើកលែងតែយើងឲ្យគេជន់ដូច្នេះធ្វើមនុស្សឲ្យមានអត្តសញ្ញាណខ្លួនឯងមិនស្គាល់ក៏ដោយមើលមនុស្សក្នុងផ្លូវល្អហើយកុំកម្រនៅសេចក្តីសុខលុយរៀនគ្មានទេតែលុយផឹកមានលុយរៀនបងរំលោះបងជាដំណាក់កាលអត់មានទេតែបើរំលោះទូរស័ព្ទរំលោះម៉ូតូរំលោះឡានមានជីសង្ហាខ្លួនឯងអត់មានចេះទេលុយរៀនពន្លឿនការចេះដឹងខ្លួនឯងពន្លឿនការវិវត្តខ្លួនឯងដើម្បីធ្វើការបានប្រាក់ខែកាន់តែច្រើនអត់រវល់ទេអានោះសិតតែក្បួនពីនេះប៉ុន្តែមនុស្សនៅតែជ្រើសរើសយកផ្លូវនឹងដែរឃើញបរទេសកុំឲ្យមានអារម្មណ៍ថាបាក់ស្បាតអោមតោមយើងជាកូនខ្មែរមហាច្តានទ្រូង5ហាត់ម្ចាស់ទឹកដីហ៊ានឡើងក្មួយ